បងប្អូនរួមជាតិនិងមិត្តទាំងឡាយជាទីគោរពនេះគឺវត្តដៃតសួសនៅឃុំភូមីស្រុកមីទូខេត្តឃ្លាំងវត្តនេះបានកសាងកាលពីឆ្នាំ1558នៅលើផ្ទៃដី3ហិកតានេះគឺជាឧបដ្ឋានសាលាដែលមានរូបដំរីខ្មៅពីរនៅពីមុខឯនេះគឺជាសាលាបាលីសពថ្ងៃវត្តដៃតសួសមានព្រះសង្ឃ20អង្គកំពុងបួសរៀននៅទីនេះនៅលើទីធ្លាវត្តទាំងមូលសុទ្ធតែបានក្រាលពេញដោយឥដ្ឋដោយបងប្អូនបានឃើញស្រាប់ហើយឥដ្ឋត្រូវបានរៀបយ៉ាងត្រង់ជួរយ៉ាងស្អាតនេះគឺដើមរាំងភ្នំនេះគឺជារូបព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងចំណែកនេះគឺរូបព្រះពុទ្ធយាងចូលបរិនិព្វាននៅកណ្ដាលទីធ្លាគឺជាដងតុងហើយនៅខាងមុខព្រះវិហារមានរូបរាជសីពីរយ៉ាងស្អាតព្រះវិហារនេះបានកសាងសម្រេចនិងធ្វើបុណ្យបញ្ចុះសីមាកាលពីដើមខែមេសាឆ្នាំ2024ព្រះវិហារនេះមានទទឹង12ម៉ែត្របណ្ដោយ24ម៉ែត្រកម្ពស់34ម៉ែត្រសូមអញ្ជើញបងប្អូនទស្សនាចុះព្រះវិហារគឺប្រកបទៅដោយក្បាច់អណ្ដែតយ៉ាងស្អាតនេះជាទិដ្ឋភាពពីខាងលិចព្រះវិហារវត្តដៃតសួសជាវត្តមួយនៅតំបន់បឹងបួចំការស្រែបានជនរួមជាតិខ្មែរកសាងរាប់រយឆ្នាំមកហើយមកដល់សព្វថ្ងៃទាំងព្រះវិហារទាំងកុដិសាលានៅទីណាក៏ប្រកបដោយសម្រស់ស្រស់ឆើតឆាយបានជាទីលុតដំអប់រំចិត្តកាយរក្សាធម៌អាសិក្ខាវិន័យរបស់ព្រះសង្ឃនិងជាទីលំហែកាយរបស់បរិស័ទចំណុះជើងវត្ត